សូមលោកអុកញ៉ាកុំធ្វើបាបខ្ញុំអីកុំធ្វើបាបពួកយើងណាលោកអុកញ៉ាតើមានរឿងអ្វីបានជាលោកអុកញ៉ាធ្វើបាបពួកយើងអញ្ចឹងយើងធ្លាប់ប្រាប់ពួកឯងហើយតាថាយើងនេះត្រូវការដីរបស់ពួកឯងតែពួកឯងតាធ្វើដូចជាមិនខ្លាចយើងបែរជាមកឌឺដាក់យើងទៅយើងធ្វើបែបហ្នឹងឯងដឹងអត់បើលោកអុកញ៉ាយកដីនិងផ្ទះរបស់ខ្ញុំតើឲ្យពួកយើងទៅរស់នៅឯណាទៅលោកអុកញ៉ាយើងមិនដឹងទេព្រោះយើងត្រូវការយកដីនេះមកធ្វើជាកសិដ្ឋានចិញ្ចឹមគោនិងជ្រូករបស់យើងរឿងពួកឯងយើងអត់ខ្វល់ទេយើងសូមផ្ដាំពួកឯងឲ្យហើយថាយើងទុកពេលឲ្យឯងមួយយប់នឹងទៀតដើម្បីរៀបចំខ្លួនចេញពីទីនេះឲ្យឆាប់បើពួកយើងឃើញពួកឯងនៅទៀតនឹងមានបញ្ហាជាមួយយើងហើយតាពួកឯងឡើងឡានចេញទៅវិញឯងតើយើងត្រូវធ្វើដូចម្ដេចទៅឯងក៏ដឹងលោកអុកញ៉ាជាមនុស្សយ៉ាងណាពុកវីអើយខ្ញុំមិនដឹងទេព្រោះយើងជាអ្នកក្របែបហ្នឹងខ្ញុំមិនដែលគិតចេញទេរឿងចឹងហើយខ្ញុំមិនគិតថារឿងបែបហ្នឹងធ្លាក់មកលើគ្រួសាររបស់យើងទេតាម៉ែវីកុំគិតច្រើននាំគ្នាទៅដីទៅយីពេលនឹងហើយមិនតន់ទៅទៀតណោះឬក៏ចង់បានធោះក្តៅជាមួយយើងទឹកមិនចង់ផឹកចង់បានស្រាពីនេះមែនពួកអត់ឯងចិត្តកាឈប់សិនលោកអង្ញាលោកឲ្យខ្ញុំចេញពីផ្ទះនិងដីរបស់ខ្ញុំបែបនឹងមែនទេមិនរឿងប៉ុណ្ណឹងឯងមិនយល់ទេហ៎អូយើងយល់ហើយយើងភ្លេចឲ្យឈឹងផ្ទះនិងដីរបស់ឯងនេះយើងឲ្យថ្លៃចំនួន1 លានរៀលហើយពេលពួកឯងយកលុយនឹងពួកឯងត្រូវចេញទៅឲ្យឆ្ងាយឲ្យឆាប់កុំឲ្យយើងឃើញមុខទៀតប្រយ័ត្នណាលោកអុកញ៉ា1 លានរៀលផ្ទះនឹងដីនេះលោកអុកញ៉ាដឹងហើយយ៉ាងហោចណាស់បាន2 ឬក៏$30,000ដែរអោមែនតម្លៃបើយើងប៉ាន់ស្មានមើលប្រហែលមិនក្រោម$3,000 ទៅ$40,000ទេអូបែបនេះតោះតែយើងប្រើល្បិចបន្តិចអត់អីទេបើមិនចង់លក់ក៏មិនអីដែរប៉ុន្តែយើងមានលក្ខខណ្ឌមួយរសៀលម៉ោង2នេះឯងត្រូវទៅផ្ទះរបស់យើងបានយើងមិនរករឿងឯងហើយត្រូវចាំថាឯងត្រូវទៅតែម្នាក់ឯងទេត្រូវចាំណាលោកអង្ញាខ្ញុំមកដល់ហើយអូនោះប្រពន្ធលោកអង្ញាតើនោះអូលោកដល់ហើយហ៎បាទអ្នកស្រីខ្ញុំមកដល់ហើយចុះលោកអង្ញានៅឯណាដែរអ្នកស្រីអូគាត់នៅឯណោះលោកចូលម្នេះមួយផ្លេតមើលមានការមែនអ្នកស្រីចូលម្នេះមួយផ្លេតមកបាទជួយផងបងអង្ញាជួយផងមានរឿងអីគាត់ចង់ធ្វើបាបអូនបងអង្ញាយីអូយហេតុអីក៏លោកអង្ញាវាយខ្ញុំអញ្ចឹងបងអង្ញាចាប់វាដាក់គុកទៅបងយើងនឹងចាប់ឯងដាក់គុកឲ្យបានមិនឲ្យចេញទេអូនជាប់មួយជីវិតតែម្ដងទេលោកអង្ញាកុំធ្វើបាបខ្ញុំអីរឿងប៉ុណ្នេះហើយមិនឲ្យយើងធ្វើបាបឯងទៀតណាឬក៏ចាំអង្គខ្លាចជាបាយមែនណាល្អម៉ាសិន
កុំឲ្យយើងធ្វើបាបត្រូវមានលក្ខខណ្ឌមួយឯងត្រូវប្រគល់ផ្ទះនិងដីមកឲ្យយើងបើមិនដូច្នោះទេឯងត្រូវជាប់គុកមួយជីវិតទៅចេញឲ្យឆាប់ទៅរៀបឲ្យបានចេញឲ្យហើយប្រយ័ត្នតែយើងទៅឃើញឯងទៀតយើងនឹងហៅប៉ូលីសទៅអោបកឯងចូលគុកហើយចេញឲ្យឆាប់អូនសំដែងបានល្អណាស់ចាបងត្រូវមានរង្វាន់ឲ្យអូនណាបាទម៉ែវាអើយយើងចាញ់ល្បិចកលគេទៀតហើយពេលនេះមានតែវិធីមួយយ៉ាងទេយើងត្រូវទៅចេញពីទីនេះយើងត្រូវទៅចេញទៅឆ្ងាយកាន់តែល្អតើយើងចេញទៅណាឪវាចេញទៅស្រុកឆ្ងាយកាន់តែឆ្ងាយកាន់តែល្អយើងត្រូវជិះទូកនេះឆ្លងទៅត្រើយម្ខាងដើម្បីឲ្យឆ្ងាយពីទីនេះចាឪវាតាយើងចេញទៅកុំឲ្យពួកអុកញ៉ាមកតន់ខ្លាចមានរឿងតាម៉ែវាចេញដំណើរទៅឪវាទុកធ្លាយហើយឪវាទុកធ្លាយចេញទឹកហើយឪវាប្រហែលកូនចៅលោកអុកញ៉ាមកទម្លាយទុកយើងហើយមើលទៅទេម៉ែវាទុកធ្លាយនេះមកពីខ្ញុំជាអ្នកទម្លាយទេម៉ែវាអើយខ្ញុំខ្មាស់គេណាស់ខ្ញុំមិនអាចយកឈ្នះលោកអុកញ៉ាបានធ្វើឲ្យបាត់បង់ដីបាត់ផ្ទះសម្បែងអស់រលីងមិនមានកន្លែងយើងរស់នៅដូច្នេះខ្ញុំមានតែធ្វើពិធីនេះទេតែប្រសិនបើម៉ែវាឯងមិនចង់ស្លាប់ជាមួយខ្ញុំនៅទីនេះទេនាគកានម៉ែវាឯងកាន់ឲ្យទៅជាប់ហែលទៅវានឹងទៅដល់ត្រើយម្ខាងហើយនឹងរួចជីវិតហើយម៉ែវាទេពុកវាខ្ញុំមិនទៅណាចោលពុកវាទេខ្ញុំសុខចិត្តនៅជាមួយឯងម៉ែវាណែពួកអដែងអាម៉េចហើយប្តីប្រពន្ធពេលនោះលោកអុកញ៉ាបើតាមខ្ញុំដឹងពួកគេទាំងពីរអ្នកប្តីប្រពន្ធគឺបានលេចទុកស្លាប់អស់ហើយលោកអុកញ៉ាស្លាប់ទាំងពីរអ្នកអញ្ចឹងបានល្អតាពួកយើងយកគ្រឿងចាក់ទៅឈូសឆាយធ្វើកសិដ្ឋានចាប់ពីពេលនេះទៅការធ្វើកសិដ្ឋានរបស់យើងគ្មានឧបសគ្គទៀតទេយើងនឹងចិញ្ចឹមគោចិញ្ចឹមជ្រូករាប់ពាន់រាប់ម៉ឺនក្បាលនៅទីនេះយើងនឹងក្លាយទៅជាមហាសេដ្ឋីហើយក្រោយពេលបុរសពីរនាក់ប្តីប្រពន្ធស្លាប់ទៅអុកញ៉ាបានចិញ្ចឹមគោ500ក្បាលនិងជ្រូក500ក្បាលនៅទីនោះប៉ុន្តែដោយភាពលោភលន់និងមានកម្មពីគោនិងជ្រូកបានឆ្លងជំងឺស្លាប់អស់គ្មានសល់ដោយសារខ្លាចខ្វះខាតការផ្គត់ផ្គង់សាច់ដល់ហាងនិងក្រុមហ៊ុនធំអុកញ៉ាក៏សាកល្បងដាក់គោ500ក្បាលនិងជ្រូក500ក្បាលបន្តទៀតប៉ុន្តែអ្វីគ្រប់យ៉ាងមិនដូចការគិតរបស់លោកអុកញ៉ាទេគោទាំងអស់និងជ្រូកទាំងអស់គឺបានឆ្លងជំងឺចម្លែកស្លាប់អស់គ្មានសល់បន្តទៅទៀតដោយសារខ្វះខាតសាច់ផ្គត់ផ្គង់ឲ្យហាងនិងក្រុមហ៊ុនធំលោកអុកញ៉ាត្រូវសងពិន័យដល់ក្រុមហ៊ុននិងហាងធំទ្វេដង
ការខាតបង់កើតឡើងជារឿយធ្វើឲ្យលោកអុកញ៉ាធ្លាក់ខ្លួនក្ររហូតដល់លក់ផ្ទះសម្បែងវីឡាគ្រប់ប្រភេទអស់គ្មានសល់មិនតែប៉ុណ្ណោះអុកញ៉ាបានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់ទៅរឿងកម្មតាមចងពៀសូមចប់តែត្រឹមហ្នឹងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងដើម្បីបានរឿងថ្មីបន្តទៀតសូមអរគុណ